mong muốnទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយមកចង់ចែករំលែកពីរបៀបយើង clear មេរោគនៅលើកុំព្យូទ័ររបស់យើងដែលវាផ្ទុកនៅអា file ទាំងអស់ហ្នឹងរាប់ខែរាប់ឆ្នាំយូរមកហើយដែលបងប្អូនអត់ដែល clear អញ្ចឹងថ្ងៃនេះខ្ញុំមកបរៀនពីរបៀប clear ទាំងអស់គ្នាបាទជាដំបូងបងប្អូនចុច Windows អក្សរ O តើមកបងប្អូនវាយពាក្យ term T E M P មក enter នេះបងប្អូននេះហើយជាប្រភេទ file ដែលវាផ្ទុកនៅក្នុងកុំព្យូទ័ររបស់បងប្អូនដែលយើងអាចមើលដឹងហើយវានឹងធ្វើកុំព្យូទ័រយើង slow ក៏មានដែរអញ្ចឹងយើង clear ចោលទៅយើង control A ចុច shift delete ទៅយើងយក yes คลิกមួយយកពាក្យ continue បាទហើយខ្ញុំបញ្ជាក់ម្ដងទៀតថាយើងលុប file ទាំងអស់នេះគឺវាអត់មានប៉ះពាល់ឯកសាររបស់បងប្អូនទេបាទគឺនេះជាប្រភេទterminal file បងប្អូនហ្នឹងវាអត់មានប៉ះពាល់ឯកសារដើមទេអញ្ចឹងចុច skip មក text មួយយើង skip ទៀតចាសេសសល់នេះយើងខ្វែងទៅបាទហើយមួយទៀតយើងចុចពាក្យ Windows បូកអក្សរ O ដដែលយើងថែមភាគរយបាទភាគរយ term ភាគរយយ៉ា sorry ពេចសពពីមួយយើង enter តោះមកយើង control A ដដែលយើងចុច shift បូក delete យើងយក yes តោះមកវាចាប់ផ្ដើម clear បងវាចាប់ផ្ដើម clear ចឹងយើង text ហើយយើង skip ដដែលវាលុបលឿនលុបយឺតអាស្រ័យទៅលើ speed របស់កុំព្យូទ័ររបស់បងប្អូនដែរបាទគឺថាយើងអាសាលុបទៅវាលឿនអញ្ចឹងទៅវាយើងអាចលុបសោះអាហ្នឹងវាអាចយូរតាមហ្នឹងអញ្ចឹងទៅនេះអនុសល់យើងបាច់ចេះវាទៅយើងខ្វែងទៅបាទយើងចូលមកចំណុចទៀតអាហ្នឹងច្រើនហ្មងយើងចុចពាក្យ Windows បូកអក្សរ O ដដែលយើងវាយពាក្យ perfect ចឹងយើងចុច enter តោះមកយើង continue បាទនេះអាកន្លែងនេះហើយបាទគឺថាផ្ទុកច្រើនជាងគេបាទច្រើនជាងពាក្យ term ពាក្យភាគរយ term ទៀតបាទអញ្ចឹងយើងចុច click វាមួយតោះមកយើង control A យើង shift បូក delete យើងចេះអូខេនេះយើងលុបអស់ហើយបាទសល់មួយអញ្ចឹងយើងចុចខ្វែងតោះមកយើងវាយចំណុចបន្តទៀត Windows បូកអក្សរ O ដដែលយើងវាយពាក្យ clear mgr ចុច enter មួយមកបាទនេះវាយើង clear ទៅលើdrive C របស់យើងបាទ drive C អញ្ចឹងចុច OK តោះមកចេញផ្ទាំងនេះមួយបាទអញ្ចឹងយើង text ទាំងអស់បាទ text មកហើយយើង text នេះអាហ្នឹងវាអត់មានប៉ះពាល់អីទៅដល់ file របស់យើងទេបាទយើងបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងអានេះយើងវានៅក្នុងធុងសម្រាប់យើងបាទហើយយើងលុប file ពីមុនមកយើងអត់ត្រូវកែវាទៀតទេយើងអាច text វាទាំងអស់ទៅតោះមកយើងចុច OK ហើយយើង delete file បាទសូមចាំតិចទៅព្រោះOS នេះរឿងយឺតតិចបងប្អូនបើសិនជាកុំព្យូទ័របងប្អូនលឿនវាលឿនកុំព្យូទ័របងប្អូនយឺតបាទតោះអស់ហើយបាទអញ្ចឹងនៅមួយចំណុចចុងក្រោយដែលជាចំណុចដែលសំខាន់បាទយើងចុច Windows អក្សរ O ដដែលយើងវាយពាក្យ MRT ទៅមកយើង enter មកចាំបន្តិចទៅបាទតបមកយើងចុចពាក្យ yes តបមកបញ្ចេញផ្ទាំងមួយបាទផ្ទាំងនេះវាអត់មានអីឲ្យយើងច្រើនទេយើងអានdescription វាលេងទៅបើអ្នកទាំងអស់គ្នាមានពេលអញ្ចឹងខ្ញុំធ្វើវីដេអូបង្ហាញខ្ញុំមិនចាំបាច់អានទេអញ្ចឹងចុចផ្និចតែម្ដងបាទចំណុចនេះវាមាន3បាទបើសិនជាវាជាប់អាក្រោមឬក៏អាកណ្ដាលនេះយើងត្រូវបដូរវាមកកាន់ខាងលើអញ្ចឹងចុចផ្និច
អានេះវាចាប់ផ្ដើម scan បាទ scan លុប file ទាំងអស់ទាំង virus ទាំងអីហ្នឹងវាលុបចេញពី computer យើង automatic តែម្ដងបាទហើយអានេះវារឿងយឺតបន្តិចបាទបើសិនជាបងប្អូនអាសា clean ដូចខ្ញុំនិយាយតាំងពីដើមអាសា clean គឺវាលឿនបាទតែមួយផ្លែ2នាទី3នាទីវាធ្វើចប់ហើយតែបើខ្ញុំដោយសារខ្ញុំខាន clean ឡើង2ទឹកបាទចាំធ្វើវីដេអូបង្ហាញតែម្ដងបាទឥឡូវនេះចាំវាបន្តិចទៅសម្រាប់ដែលបងប្អូនដែលចូលចិត្តវីដេអូនេះវីដេអូទាំងអស់ដែលខ្ញុំបង្កើតមកសូមជួយចុច Subscribe និងចុចរូបកណ្ដឹងម្នាក់មួយផងដែរដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗពីខ្ញុំបន្តទៀតដោយសារខ្ញុំវាថ្មីដែរបាទអញ្ចឹងបើសិនជាកន្លែងណាកុសឆ្គងនិយាយទៅខ្វះខាតកន្លែងណាអីសូមអធិស្ឋានផងបាទបាទឥឡូវវាចាប់ផ្ដើម clear ចប់ហើយបងប្អូនអញ្ចឹងយើងចុច finish មកអញ្ចឹងឥឡូវយើងហើយបាទយើងហើយអស់ហើយអញ្ចឹងយើងទៅតេស្តមើល computer របស់យើងទាំងអស់គ្នាថាវាដើរលឿនឬវាយឺតបាទអញ្ចឹងយើងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបើចូលចិត្តកុំភ្លេចចុចកណ្ដឹងម្នាក់មួយផងបាទហើយបើបងប្អូនមានចម្ងល់ពាក់ព័ន្ធទៅលើ computer កន្លែងណាមួយឲ្យបងប្អូនអាច comment សួរខ្ញុំបានខ្ញុំមានពេលខ្ញុំនឹងឆ្លើយបងប្អូនបាទអរគុណបងប្អូនអរគុណបាទសម្រាប់វីដេអូនេះ